ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីវិធីធ្វើនំស្លឹកតើយស្នូលដូងដែលមានរសជាតិឆ្ងាញ់ហើយក៏ងាយស្រួលធ្វើផងដែរមុននឹងចូលទៅមើលពីវិធីធ្វើសូមបងប្អូនដែលមិនទាន់បានចុច Subscribe YouTube Channel ក៏ដូចជា Follow Facebook Page កុំភ្លេចចុចម្នាក់មួយផងដើម្បីបានទទួលវីដេអូថ្មីៗបន្តទៀតតោះឥឡូវនេះយើងចូលមកមើលពីវិធីធ្វើដែលដំបូងហ្នឹងគឺខ្ញុំដាក់ស្ករត្នោតចូលទៅក្នុងខ្ទះមួយរួចហើយបន្ថែមជាមួយនឹងអំបិលកន្លះស្លាបព្រាកាហ្វេចូលហើយកូរវាចូលគ្នានិងកូរនៅលើភ្លើងហ្នឹងឲ្យស្ករត្នោតហ្នឹងរាងពុះបន្តិចសិនទើបយកសាច់ដូងហ្នឹងមកចាក់ចូលនៅពេលដែលកូរស្ករបានបន្ទុកគឺឃើញថាស្កររាងពុះខ្លាំងហើយគឺយើងយកសាច់ដូងចំនួន250ក្រាមហ្នឹងមកដាក់ចូលរួចហើយច្របល់ចូលគ្នាជាមួយនឹងស្ករហ្នឹងឲ្យសព្វហើយបន្ទាប់ពីច្របល់ចូលគ្នាបានសព្វហើយគឺយើងត្រូវឆាសាច់ដូងហ្នឹងរហូតទាល់តែស្ងួតទឹកអស់រួចហើយបន្ថែមជាមួយនឹងល្ងលីងចូលដែលខ្ញុំប្រើចំនួន1ស្លាបព្រាកាហ្វេដែលបងប្អូនអាចប្រើល្ងសលាយល្ងខ្មៅឬក៏ប្រើល្ងខ្មៅឬក៏ល្ងសសុទ្ធក៏បានដែរឬក៏មិនចង់ដាក់ក៏បានដូចគ្នានៅពេលដែលធ្វើស្នូលរួចហើយគឺយើងទុកឲ្យត្រជាក់សិនឥឡូវនេះគឺយើងមកលាយម្សៅដើម្បីធ្វើសំបកនំដែលខ្ញុំប្រើម្សៅមីនេះចំនួន200ក្រាមជាមួយនឹងអំបិលកន្លះស្លាបព្រាកាហ្វេហើយនឹងពងទានេះចំនួន1គ្រាប់រួចហើយបន្ថែមជាមួយនឹងទឹកខ្ទិះដូងនេះចំនួន200មីលីលីត្រចូលហើយច្របល់ចូលគ្នាឲ្យសព្វនៅពេលដែលកូរម្សៅចូលគ្នានឹងប្រសិនបើវារាងកូរគឺយើងយកទឹកស្លឹកតើយខ្លះយកមកចាក់ចូលហើយយើងកូរវាចូលគ្នាឲ្យសព្វបន្ទាប់ពីកូរចូលគ្នាបានសព្វល្អហើយទើបយើងយកទឹកស្លឹកតើយដែលនៅសល់នឹងមកចាក់ចូលរួចហើយបន្ថែមជាមួយនឹងប្រេងឆានឹងចំនួន1ស្លាបព្រាបាយបន្ទាប់មកទៀតគឺយើងត្រូវកូរវាចូលគ្នាឲ្យសព្វម្ដងទៀតបន្ទាប់ពីកូរម្សៅចូលគ្នាបានសព្វហើយគឺយើងយកមកចាក់ដាក់នៅក្នុងកន្ត្រងច្រោះបន្ទាប់ពីច្រោះម្សៅរួចហើយគឺយើងអាចយកម្សៅនឹងមកចាក់បានដោយការចាក់ម្សៅនេះគឺយើងត្រូវកម្ដៅខ្ទះនឹងឲ្យរាងក្ដៅបន្តិចសិនទើបយើងដួសម្សៅនឹងយកមកដាក់ពីលើខ្ទះរួចហើយគឺយើងត្រូវកលែងខ្ទះនឹងដើម្បីឲ្យម្សៅនឹងវាហូរពេញនៅនឹងបាតខ្ទះបន្ទាប់ពីចាក់ម្សៅរួចហើយគឺយើងត្រូវទុកចោលនៅលើចង្ក្រាននឹងដោយបើកភ្លើងតិចៗនឹងរហូតទាល់តែសាច់ម្សៅខាងលើនឹងឆ្អិនអស់ហើយបន្ទាប់ពីឃើញថាវាឆ្អិនហើយគឺយើងលើកត្រឡប់មកផ្នែកម្ខាងទៀតហើយយើងទុកវាចោលមួយសន្ទុះគឺយើងអាចលើកឡើងបានចំពោះស្នូលនេះដែរគឺស្ករដែលដាក់ហ្នឹងគឺប្រើចន្លោះពី130ទៅ150ក្រាមប្រសិនបើបងប្អូនអត់សូវចូលចិត្តផ្អែមទេគឺដាក់ត្រឹមតែ130បានហើយប៉ុន្តែប្រសិនបើបងប្អូនចូលចិត្តរាងផ្អែមគឺអាចដាក់ដល់ទៅ150ក្រាមហើយចំណែកឯសម្បកនំវិញដោយសារតែស្នូលហ្នឹងគឺវាផ្អែមហើយអញ្ចឹងហើយសម្បកនំហ្នឹងគឺយើងអត់បានដាក់ស្ករទេប៉ុន្តែប្រសិនបើបងប្អូនចង់ឲ្យសម្បកនំហ្នឹងគឺវាមានរសជាតិផ្អែមតិចៗគឺអាចបន្ថែមស្ករ1ទៅ2ស្លាបព្រាបាយនៅក្នុងហ្នឹងបានហើយវីដេអូពីវិធីធ្វើនំស្លឹកតើយស្នូលដូងនេះក៏បានរួចរាល់ប្រសិនបើមានកំហុសឆ្គងត្រង់កន្លែងណាក៏សូមអធិស្ឋាន